នេះជារបៀបដែលអ្នកអាចប្រើប្រាស់ជាមួយនឹង Magic Mask ដើម្បីយើងធ្វើការ isolate នៅលើតំបន់ណាមួយនៅក្នុងវីដេអូរបស់យើងឧទាហរណ៍ដូចជាអាវ skin tone ឬក៏ background អីផ្សេងៗហ្នឹងអញ្ចឹង Magic Mask នេះគឺវាធ្វើការ rotoscope បានល្អមែនទែនទាំងនៅក្នុង Fusion ហើយនិងនៅក្នុង Color Pick ណាឥឡូវឧទាហរណ៍យើងចង់ធ្វើការផ្លាស់ប្ដូរពណ៌អាវឬក៏យើងបដូរជាមួយនឹង skin tone នៃតួអង្គរបស់យើងនេះអញ្ចឹងដើម្បីធ្វើអញ្ចឹងបានយើងចូលមក tool របស់យើងនៅខាងក្រោមនេះមកអញ្ចឹងអ្នកគ្នាទៅរកមើលពាក្យថា AI Magic Mask នេះមកឈរនៅលើវាបន្តមកទៀតយើង select កន្លែងសញ្ញាបូកដែលមានពាក្យថា add click ហ្នឹងអញ្ចឹងបើអ្នកគ្នាចង់ isolate នៅលើសាច់អាវរបស់យើង select នៅលើហ្នឹងមកបន្តមកទៀតដើម្បីយើង show វាយើងចុចកន្លែង toggle overlay នេះមកអញ្ចឹងវាចាប់បានជាមួយនឹងសាច់អាវរបស់យើងហើយប៉ុន្តែត្រូវ check មើលផងឧទាហរណ៍កន្លែងលាវនេះបើវាចាប់អត់បានអ្នកគ្នាធ្វើការ add វាបន្ថែមមកនេះចុចកន្លែងហ្នឹងមួយទៀតមកបន្តមកទៀតយើងធ្វើការ drag វា forward មកអញ្ចឹងបន្ទាប់ពីវា drag ចប់យើងបិទជាមួយនឹង overlay របស់យើងវិញមកបន្តមកទៀតអីដែលសំខាន់នៅលើ Magic Mask អ្នកគ្នាអាចធ្វើការ render វា in place បានណាអញ្ចឹងយើងចុចកន្លែងសញ្ញាត្រី3នេះមក render Magic Mask in placeពេលដែលវា render ចប់យើងនឹងបានជាមួយនឹង node ថ្មីរបស់យើងមួយនេះអូខេអញ្ចឹងដើម្បីធ្វើការបដូរពណ៌អាវរបស់យើងបានយើងឈរនៅលើ node ដើមរបស់យើងវិញមកចូលមកកន្លែង curve របស់យើងអញ្ចឹងខ្ញុំប្រើជាមួយនឹង shoe and shoe នេះមកយើងអាចធ្វើការទាញវាបាននេះឃើញទេអញ្ចឹងអ្នកគ្នាឆ្លាញ់ពណ៌អីយើងយកពណ៌ហ្នឹងមកហើយអីដែលសំខាន់អ្នកគ្នាអាចធ្វើការ keyframe នៅលើពណ៌របស់យើងបានទៀតអញ្ចឹងវាលយមែនតើឥឡូវខ្ញុំចង់ add effect របស់យើងបន្ថែមទៀតខ្ញុំ apply ជាមួយនឹង effect color របស់យើងអញ្ចឹងខ្ញុំ ALS បង្កើត serial node មួយទៀតហើយខ្ញុំទាញជាមួយនឹង alpha ចូលមក alpha node ថ្មីរបស់យើងមកចូលទៅ effect របស់យើងទៅរកមើលពាក្យថា color មកអញ្ចឹងខ្ញុំទាញវាចូលអញ្ចឹងអ្នកគ្នាអាចធ្វើការទាញជាមួយនឹង color របស់យើងនេះអ្នកគ្នាអាចធ្វើការស្រេវាបានទៅតាមអីអ្នកគ្នាចង់បានអញ្ចឹងណាអូខេអាចតេស្តមើលបានអូខេអញ្ចឹងខ្ញុំគិតថាវាល្អមែនតើដែលអ្នកគ្នាគួរតែរៀនប្រើវាទៅព្រោះវាជួយការងាររបស់យើងបានច្រើនមែនតើអញ្ចឹងខ្ញុំមានប៉ុណ្ណឹងទាក់ទងនឹង AI Magic Mask បើសិនអ្នកគ្នាមានចម្ងល់អីផ្សេងៗអាច comment នៅវីដេអូខាងក្រោមហើយយើងជួបគ្នានៅវីដេអូក្រោយ